That sounds great That sounds great អញ្ចឹង that sounds great នឹងគឺយើងប្រែថាស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ណាស់បងប្អូន clear នឹងគឺជា clear ពិសេសតែម្ដងហើយយើងអាចមើលសំឡេងរបៀបនៃការអានខាងក្រោមនេះបានគឺ that sounds great ណាកន្លែង s នេះគឺយើងភ្ជាប់ជាមួយ great អញ្ចឹងវាលឺ great ណាបងប្អូនអញ្ចឹង clear ថា that sounds great យើងប្រែថាស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ណាស់ហើយយើងបន្តទៀត I am an only child ណាបងប្អូន I am an only child អញ្ចឹង clear ថា I am an only child នឹងគឺយើងប្រែថាខ្ញុំជាកូនតូលណាបើន័យតាមគ្រួសារនឹងគឺយើងមានតែម្នាក់ឯងនោះទេហើយយើងបន្តទៀត keep the change បងប្អូន clear ថា keep the change គឺយើងប្រែថាលុយនឹងគឺមិនបាច់អាប់ទេយើងឲ្យលុយទៅគេនៅសល់បន្តិចបន្តួចគឺយើងទុកចាត់ថាវាគឺ tip ទៅណាយើងឲ្យគេអញ្ចឹងទៅអញ្ចឹងយើងនិយាយថា keep the change ណាបងប្អូន clear បន្ទាប់ទៀតគឺ is it far from here បងប្អូន is it far from here clear ថា is it far from here នោះគឺយើងប្រែថាតើវាឆ្ងាយពីទីនេះទេណាយើងសួររយៈចម្ងាយដែលយើងនៅក៏ដូចជាធៀបនឹងចម្ងាយដែលយើងចង់ទៅណាបងប្អូនយើងអាចសួរគេថា is it far from here តើវាឆ្ងាយពីទីនេះដែរឬទេអញ្ចឹង clear បន្ទាប់នេះគឺ I am busy right now បងប្អូន I am busy right now អញ្ចឹង clear នេះគឺពិសេសខ្លាំងមែនតើពេលដែលយើងធ្វើការសុកកំពុងតែមកមានញឹកមាននរណាគេមករំខានយើងនឹងយើងនិយាយប្រាប់គេថា I am busy right now ណាឥឡូវនេះខ្ញុំគឺរវល់នឹងការងារណាឥឡូវនេះគឺខ្ញុំរវល់ណាយើងអាចមើលរបៀបខាងក្រោមបានគឺ I am busy right now See you tomorrow បងប្អូន clear ថា see you tomorrow នឹងគឺយើងប្រែថាជួបគ្នានៅថ្ងៃស្អែកណា see you tomorrow អញ្ចឹង see you នឹងបានន័យថាជួបអ្នក tomorrow នឹងគឺថ្ងៃស្អែកណាបងប្អូនអញ្ចឹង clear នេះគឺយើងប្រែឲ្យស្រួលស្ដាប់ទៅគឺជួបគ្នានៅថ្ងៃស្អែកឥឡូវយើងបន្តទៀត Let's go together បងប្អូន Let's go together ណា clear ថា let's go together នឹងគឺយើងប្រែថាតោះយើងទៅជាមួយគ្នាណាយើងបបួលគ្នាទៅផ្សារឬក៏ថាទៅtrip ទៅកំសាន្តនៅសំឡូតទៅមើលទុរេនអីណាយើងអាចនិយាយបានចឹងថា let's go together ណាតោះយើងទៅជាមួយគ្នា let's add s នឹងគឺយើងភ្ជាប់គ្នាជាមួយនឹង go អញ្ចឹង let's go together តោះយើងទៅជាមួយគ្នា I am lost អញ្ចឹង clear ថា I am lost នេះគឺយើងប្រែថាខ្ញុំវង្វេងផ្លូវហើយណាខ្ញុំវង្វេងផ្លូវគឺភាសាអង់គ្លេសយើងអាចនិយាយបានថា I am lost នឹង I am lost បន្តទៀត Please call a doctor បងប្អូន Please call a doctor Please call a doctor អញ្ចឹង clear ថា please call a doctor នឹងគឺយើងប្រែថាសូមជួយហៅគ្រូពេទ្យមកបន្តិចណាយើងបន្ទាន់ត្រូវការពេទ្យមកពិនិត្យនៃជំងឺឬក៏ថាម្នាក់នៅក្បែរយើងមានបញ្ហាស្លន់ស្លោឆាប់ណាបងប្អូនភ្លាមនេះយើងអាចនិយាយភាសាអង់គ្លេសទៅកាន់ជនបរទេសបន្ត please call a doctor ណាសូមមេត្តាណាហៅគ្រូពេទ្យមកបន្តិច Can you check this បងប្អូន Can you check this ណាកន្លែង th នឹងគឺសំឡេងយើង this អញ្ចឹងបងប្អូនអញ្ចឹង clear ថា can you check this នឹងគឺយើងប្រែថាតើអ្នកអាចជួយពិនិត្យមើលអានឹងបន្តិចបានទេណាយើងមើលទៅវាឆ្ងល់ប៉ុន្តែយើងវាអត់ដឹងអញ្ចឹងយើងអាចសួរគេឲ្យគេជួយ check មើលបន្តិចបន្តួចយើងអាចនិយាយបានថា can you check this ណាបងប្អូនតើអ្នកអាចជួយពិនិត្យមើលអានឹងបន្តិចបានទេ I am finished បងប្អូន clear ថា I am finished finish នឹងគឺប្រែថារួចរាល់ប៉ុន្តែដល់ពេលយើងតែ add ed នឹងគឺវាទៅជាបានរួចរាល់អញ្ចឹង clear ថា I am finished នឹងគឺយើងប្រែថាខ្ញុំធ្វើរួចរាល់ហើយណាបងប្អូន When is the deadline បងប្អូន When is the deadline អញ្ចឹង clear ថា when is the deadline នឹងគឺយើងប្រែថាតើកាលកំណត់នៅពេលណា deadline នេះគឺយើងប្រែថាកាលកំណត់ when នឹងគឺពេលណាបងប្អូន take your time clear នោះគឺយើងនិយាយរបៀបថាកុំឲ្យគេធ្វើអ្វីមួយបញ្ញាប់បញ្ញាល់ពេកណាបងប្អូនយើងអាចនិយាយមិនថា take your time ណាធ្វើទៅមិនបាច់ប្រញាប់ពេកទេណាបងប្អូន take your time បងប្អូន add me on Facebook បងប្អូន add me on Facebook អញ្ចឹង clear ថា add me on Facebook នេះគឺយើងប្រែថាជួយ add ណាជួយ add ណា Facebook
ខ្ញុំផងណាយើងចង់ខូនស្រីស្អាតបុរសសង្ហាឬក៏អ្នកណាមួយដែលយើងចាប់អារម្មណ៍ណាចង់ស្គាល់គ្នាជាមិត្តភក្តិចង់តាក់ទងគ្នាយើងអាចប្រាប់គេអញ្ចឹងទៅ add me on Facebook ណាជួយ add ណា Facebook ខ្ញុំមួយផងអញ្ចឹងទៅបន្តទៀត send me the link please send me the link please អញ្ចឹងគឺយើងប្រែថាសូមផ្ញើ link មកខ្ញុំបន្តិចដូចថា link Telegram link Facebook link TikTok link YouTube អីចឹងណាយើងចង់ឲ្យគេផ្ញើ link របស់គេមកឲ្យយើងអាចនិយាយបានថា send me the link please ណាសូមផ្ញើ link Telegram Facebook នឹងឲ្យមកខ្ញុំបន្តិចមកចឹងទៅណាបងប្អូន I am free this weekend ណាបងប្អូន I am free this weekend អញ្ចឹង clear ថា I am free this weekend ហ្នឹងគឺយើងប្រែថាចុងសប្តាហ៍នេះខ្ញុំទំនេរណាយើងប្រាប់គេអញ្ចឹងទៅណាចង់ឲ្យគេនាំយើងដើរលេងយើងអីនិយាយបានប្រាប់យើងនិយាយប្រាប់គេថា I am free this weekend ណាចុងសប្តាហ៍នេះខ្ញុំទំនេរទេ What is your favorite food បងប្អូន clear នេះគឺពិសេសណា What is your favorite food What is your favorite food អញ្ចឹង clear ថា What is your favorite food នឹងគឺយើងប្រែថាតើអាហារប្រចាំចិត្តរបស់អ្នកគឺជាអ្វីឬក៏ថាតើអាហារដែលជាចំណង់ចំណូលចិត្តរបស់អ្នកនឹងគឺជាអ្វីណាបងប្អូនយើងសួរទៅកាន់ដៃគូយើងរបៀបថាគេចូលចិត្តអាហារអ្វីអញ្ចឹងយើងអាចនិយាយអង់គ្លេសបានថា What is your favorite food ណាតើអាហារប្រចាំចិត្តរបស់អ្នកនឹងគឺជាអាហារឬក៏ម្ហូបអ្វីI love traveling បងប្អូន clear ថា I love traveling នឹងគឺយើងប្រែថាខ្ញុំស្រឡាញ់ការដើរកម្សាន្តណា I love traveling ណា traveling ណែបងប្អូនអាចមើលរបៀបអានក្រោមបានគឺ traveling នឹងគឺប្រែថាការកម្សាន្តដំណើរកម្សាន្តអញ្ចឹង clear ថា I love traveling នឹងគឺប្រែថាខ្ញុំស្រឡាញ់ការដើរកម្សាន្តឬក៏ដំណើរកម្សាន្តអញ្ចឹងទៅ safe travels បងប្អូន safe travelsអញ្ចឹងយើងប្រែថាសូមឲ្យការធ្វើដំណើរនោះវាមានសុវត្ថិភាពណាបងប្អូនអាចមើលរបៀបអានខាងក្រោមបានគឺ safe travels ណា travels ណាអញ្ចឹងយើងប្រែថាសូមឲ្យការធ្វើដំណើរនោះវាមានសុវត្ថិភាព clear អង់គ្លេសថា safe travels អញ្ចឹង clear ថា of course ហ្នឹង of course ហ្នឹងគឺយើងប្រែថាប្រកាសណាស់បងប្អូន clear ហ្នឹងគឺខ្លីក៏ប៉ុន្តែវាបញ្ជាក់អំពីអ្វីដែលពិតប្រាកដណាបងប្អូនof course អញ្ចឹងយើងប្រែថាប្រកាសណាស់ What's wrong បងប្អូន What's wrong អញ្ចឹងដល់ពេលយើងអានឲ្យវារៀងលឿនណាបងប្អូនយើងអានថា What's wrong អញ្ចឹង clear ថា What's wrong នឹងគឺយើងប្រែថាមានរឿងអីមែនឬក៏កើតអីហ្នឹងណាយើងសួរគេណាបងប្អូន What's wrong មានរឿងអីមែនឬក៏ថាកើតអីហ្នឹងបងប្អូន I have a headache បងប្អូន I have a headache ណា I have a headache អញ្ចឹងកន្លែងនេះគឺពាក្យវាពីរម៉ាត់ណាបងប្អូន head និង ache ណាបងប្អូន headache ហ្នឹងគឺ head នឹងក្បាលបងប្អូននេះកន្លែងត្រឹម head នឹងក្បាលដល់ពេល ache នឹងគឺបានន័យថាការឈឺណាបងប្អូនវាគឺជានាមការឈឺអីចឹងទៅអញ្ចឹង clear ប្រយោគពេញទាំងអស់នេះដែលថា I have a headache ហ្នឹងគឺយើងប្រែថាខ្ញុំឈឺក្បាលបងប្អូនដល់ពេលយើងភ្ជាប់គ្នាទៅជា D និង A ហ្នឹងគឺជាសំឡេងភ្ជាប់គ្នាបងប្អូនអញ្ចឹង headache ហ្នឹងគឺ clear នេះ I have a headache ហ្នឹងគឺយើងប្រែថាខ្ញុំឈឺក្បាល I feel sick ណាបងប្អូន I feel sick ហ្នឹងគឺយើងប្រែថាឈឺ feel ហ្នឹងគឺអារម្មណ៍ I ហ្នឹងគឺខ្ញុំដល់ពេលបញ្ចូលគ្នាទាំងអស់ទៅគឺយើងប្រែថាខ្ញុំមានអារម្មណ៍មិនសូវស្រួលខ្លួនទេហ្នឹងគឺសំដៅទៅលើការឈឺកន្លែងណាមួយឬក៏វិលមុខឈឺក្បាលអីចឹងទៅអញ្ចឹង clear ថា I feel sick ហ្នឹងគឺប្រែថាខ្ញុំមានអារម្មណ៍មិនសូវស្រួលខ្លួនទេ take a rest បង take a rest ណា take a rest ដល់ពេលយើងអានឲ្យច្បាស់ទៅយើងអានថា take a rest ណាបង take a rest អញ្ចឹង clear ថា take a rest ហ្នឹងគឺយើងប្រែថាសម្រាកបន្តិចទៅ rest ប្រែថាសម្រាកណាបង take a rest ហ្នឹងគឺប្រែថាសម្រាកបន្តិចទៅ wake up ណាបងដល់ពេលយើងអានឲ្យដាច់គ្នា wake up ណាបង wake up ដល់ពេលលឿនទៅឮតែ wake up សម្រាប់ដាស់នរណាម្នាក់ដែលដេកយូរបងប្អូនដេកដល់ថ្ងៃចាំងគូតណា wake up ណា wake up ក្រោកឡើងឬក៏ភ្ញាក់ឡើងបងប្អូន
I am having breakfast បង I am having breakfast I am having breakfast នឹងគឺជាប្រយោគ present continuous បង breakfast នឹងគឺយើងប្រែថាអាហារពេលព្រឹក having នឹងគឺប្រែថាទទួលទានការទទួលទានឬក៏ការញ៉ាំហ្នឹង I នឹងប្រែថាខ្ញុំ am នឹងគឺជា verb to be នឹងប្រែថាប្រែបានច្រើនណាស់បង I am នេះអញ្ចឹង clear ថា I am having breakfast នឹងគឺយើងប្រែថាខ្ញុំកំពុងញ៉ាំអាហារពេលព្រឹកណាបងអាចមើលរបៀបនៃការអានខាងក្រោមបានគឺ I am having breakfast ណាបងខ្ញុំកំពុងញ៉ាំអាហារពេលព្រឹក What's new អញ្ចឹង What's new នឹងគឺយើងប្រែថាមានរឿងអីថ្មីខ្លះអត់ណាយើងសួរទៅកមិត្តភាពរបស់យើងដែលជិតស្និទ្ធហ្នឹងបងអញ្ចឹង new នឹងគឺយើងប្រែថាថ្មីអញ្ចឹង clear ពេញមកវាគឺ What's new នឹងគឺប្រែថាមានរឿងអីថ្មីខ្លះអត់បង It's time to go to bed បង It's time to go to bed អញ្ចឹង clear ថា It's time to go to bed អញ្ចឹងគឺយើងប្រែថាដល់ពេលចូលគេងហើយណាបង It's time to go to bed ដល់ពេលចូលគេងហើយដេញកូនរបស់យើងឲ្យចូលដេកកុំនៅយូរពេកណាវាយប់ជ្រៅហើយ It's time to go to bed ដល់ពេលចូលគេងហើយ nothing much អញ្ចឹង th នេះយើងបងប្អូនចាំទៅគឺសំឡេងរៀងសណាអណ្ដាតចេញមកក្រៅរៀងដល់ពេលយើងរៀងបញ្ចេញសំឡេងទៅរៀងយើងថ្មិញរបស់យើងរៀងនៅពីលើអណ្ដាតប៉ះអណ្ដាតតិចគឺសអញ្ចឹង nothing much នឹងគឺយើងប្រែថាគ្មានអ្វីប្លែកទេបានន័យថារឿងហ្នឹងគឺវាធម្មតាអញ្ចឹងណាបងប្អូន nothing much Are you ready ណាបងប្អូន clear នេះគូនិយមប្រើខ្លាំងមែនតើណាបងប្អូន clear ថា Are you ready នឹងគឺប្រែថារួចរាល់ហើយឬនៅណាបងប្អូន Are you ready រួចរាល់ហើយឬនៅអញ្ចឹង clear នេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនហើយបើសិនជាមានការខុសឆ្គងអីសូមខន្តីអំពីសំណាក់បងប្អូនផងហើយខ្ញុំក៏សូមជម្រាបលានិងសូមអរគុណសម្រាប់ការចូលរួមតាមដានទេសនារបស់បងប្អូនទាំងអស់គ្នា